កាត់ផ្លូវរដូវបញ្ចុំចាប់ដូនតាយំស្ដីអូខេឥឡូវយើងបន្ទាប់ពីយើងបានស្លោហើយឥឡូវខ្ញុំនឹងធ្វើការភ្លក់សម្រាប់អ្នកគ្នាណាឥឡូវខ្ញុំញ៉ាំចំនួនអ្នកគ្នាទៀតហើយបន្ទាប់ពីយើងធ្វើការស្លោហើយស្លោរបស់យើងមានរូបរាងបែបនេះថាឥឡូវខ្ញុំកំពុងមកសិនរសជាតិវាមិនដែរញ៉ាំរសជាតិតែខ្ញុំយើងញ៉ាំរៀងរសជាតិរៀងមិនថាចិត្តខ្លាំងទេតែគាត់ថាមករសជាតិនេះគឺឆ្ងាញ់ខ្លាំងណាស់ខ្ញុំសម្រាប់តឡនេះបើអ្នកទាំងគ្នាបានញ៉ាំនៅពេលដែលឃើញតឡនេះណាញ៉ាំហើយនឹកឃើញរសជាតិមួយគឺរសជាតិនៅបរិយាកាសមួយនៅក្នុងខេត្តជុំតឡនេះបើទិនជាមែនតើទៅពេលញ៉ាំហើយមានថាយើងនឹកសំណឹកសំណោះនឹករលឹកទៅដល់ស្រុកភូមិរបស់យើងនៅស្រុកកំណើតតែគឺនឹករដូវទឹកឡើងហើយឬក៏រដូវជុំជាពិសេសមកថាស្រុកខ្ញុំពេលជុំមកតឡនេះគឺអត់បានទេគឺមានរហូតមិនថាតាមប្រវត្តិឬក៏ពេលដែលយើងឃើញចំណាំទៅវត្តthìគាត់ធ្វើមុខតឡនេះខ្ញុំមិនដឹងធម្មតានេះអារម្មណ៍ខ្ញុំទេណាអារម្មណ៍ខ្ញុំគឺពេលដែលញ៉ាំហើយនឹងមានម្ហូបតឡនេះខ្ញុំនឹកទៅដល់ស្រុកកំណើតនឹកផ្ទះនៅស្រុកហើយផ្សេងគឺនៅរដូវភ្លៀងធ្លាក់សាច់ជាមួយនឹងទឹកឡើងទឹកស្កាយវាណាហើយក្នុងរដូវជុំនឹងតែម្ដងតែសម្រាប់នេះរសជាតិវិញគឺញ៉ាំរសជាតិរបស់វាលក្ខណៈយ៉ាងមិនទឹកខ្លាំងលក្ខណៈយ៉ាងសាបប៉ុន្តែយើងញ៉ាំបានច្រើនហើយញ៉ាំបានច្រើននេះហើយយើងដាក់ជាមួយនឹងទឹកទីបានធ្វើជាមួយនឹងទឹកទីផ្លឹកទឹមពេលថាញ៉ាំហើយខាត់ចំទឹកទីបានធ្វើគឺកាន់ឈ្ងុយមែនទេឈ្ងុយមែនតែប្រហែលឈ្ងុយពីទីណាធ្វើឲ្យសម្លរបស់យើងកាន់តែឆ្ងាញ់ពេលនេះគឺប្រភេទស៊ុបរសជាតិពេលយ៉ាងស្រាលប៉ុន្តែយើងងាយស្រួលក្នុងការញ៉ាំខ្ញុំនិយាយថាល្អសម្រាប់សុខភាពបើតែអ្នកដែលមានសម្ពាធឈាមពោះឬក៏អ្នកឡើងឈាមអីចឹងអាហ្នឹងគឺល្អមែនទេvớiប្រភេទប្រឡនេះគឺងាញ់និយាយថាយើងញ៉ាំសារាយខ្មៅហ្នឹងបានច្រើនគឺលក្ខណៈថាទៅហើយមានទូលេខហើយពុកបាយបងប្អូននៅក្នុងថ្ងៃនេះតែគ្រប់ពេលដែលកំពុងញ៉ាំហ្នឹងគឺមានកំពុងតែភ្លៀងមានថារត់ទៅនឹកផ្ទះមិនថានឹកកាន់តែនឹកទៅដល់ពេលវេលានៅក្នុងរដូវជុំរដូវភ្លៀងធ្លាក់ដែលយើងម្នាក់ត្រូវបាននាំគ្នាទៅលេងស្រុកកំណើតចូលរួមបុណ្យកម្មវិធីជុំបិណ្ឌអីចឹងទៅហើយបរិយាកាសនេះគឺពិតជាត្រូវជាមួយនឹងសម្លហ្នឹងតែម្ដងanh làm còn nhâm tỏi này cứ nhâm ban tầng tỏi dương nhâm ban tầng bài vậy hay nhâm bài của bạn tráng hay tỏi của nhà bạn tráng tại đây hay dương người ta thì muối tiêu ruột từ trái dương như từ càng nhâm thấy viên nên ta phải ăn tỏi hay chỉ rơi và con chế là dương nắp hơi trong từ liền trong cái dẫn nó nắp hơi đâu tỏi này nó tham ai còn mòn không một nên để nhâm bàn nhưng ban tầng ruột chết ngăn kita hết chung rùm lắc nợ một sao về cà phê nước men cà phê đểយើងទៅស្រុកកំណើតក្នុងខែបុណ្យទានតែគឺរដូវបញ្ជុំដំណំពីmìnhអ្នកនរគ្នាគឺមកញ៉ាំគឺតែគឺពេលដែលមានភ្លៀងធ្លាក់ឬក៏ពេលដែលយើងចិត្តដល់រដូវជុំណាហើយយើងទៅឆ្ងាញ់មែនតើកុំភ្លេចចូលទៅជួយ like ជួយ share និងចូលទៅ YouTube Channel របស់ខ្ញុំហើយចុច Subscribe ម្នាក់មួយផងបងប្អូន